បងប្រាប្រពន្ធបងមិនបានញ៉ាំអីទេតិចអត់ស៊ីអីអញ្ចឹងតិចងាប់តែបងប្រាសុំញ៉ាំឲ្យឆ្ងាញ់ជាមួយឆ្កែចាស់បង សូនីតារឿងបែប sweet ហ្នឹងណាចាអញ្ចឹងបងញ៉ាំបាយសិនទៅទុកការងារសិនទៅបងអូនទៅអង្គុយសាឡុងនាងសូនីតានៅពេលដែលបងនាងនៅស្រឡាញ់យើងងើបក្បាលមិនរួចពេលហ្នឹងអាឡូអូនសម្លាញ់បានប្តីថ្មីផ្លេចប្តីចាស់ហើយមែនទេនៅក្នុងវិមានដ៏ស្កឹមស្កៃមួយដែលមានប្តីប្រពន្ធមួយគូទៅតែរៀបអាពាហ៍ពិពាហ៍ថ្មីមើលទៅពួកគេមានសុភមង្គលខ្លាំងណាស់ Baby ព្រឹកហើយឆាប់ភ្ញាក់ឡើងមកញ៉ាំអាហារពេលព្រឹកបងតមុនអូនទៅអូនសុំគេងតិចទៀតសិនបងអត់ទេបងចង់ញ៉ាំជាមួយអូនមុនបងទៅធ្វើការក៏បានដែរចាំតែងអូនទៅងូតទឹកសិនអញ្ចឹងបងទៅចាំនៅក្រោមណាអូនសម្លាញ់ចាភិរមក៏បានដើរទៅក្រោមចាំប្រពន្ធដើម្បីញ៉ាំបាយជាមួយគ្នាលោកប្រុសអញ្ជើញពិសាអាហារពេលព្រឹកបាទអ្នកនាងទូចអញ្ជើញពិសាអាហារពេលព្រឹកចាម៉ែដាបងប្រុសប្រពន្ធបងមិនបានញ៉ាំអីទេតិចអត់ស៊ីអីអញ្ចឹងតិចងាប់តែសូនីតានាងដឹងពីចរិតរបស់លីសាទើបនាងស្អប់លីសាជាខ្លាំងដែលមិនចង់ឲ្យបងប្រុសរបស់នាងរៀបការជាមួយឡើយតែភិរមគេស្រឡាញ់លីសាខ្លាំងណាស់ដែលមិនស្ដាប់សម្ដីអ្នកណាឡើយសូនីតាគ្រប់គេជាបងថ្លៃឯងតិចទៅខ្ញុំមិនមានបងថ្លៃប្រភេទហ្នឹងទេបងប្រយ័ត្នត្រូវគេបោកទ្រព្យអស់ហើយរត់ចោលបាត់ទៅសូនីតាភិរមក៏ស្រែកដាក់ប្អូនរបស់គេបងឥឡូវប្លែកណាស់បងមិនបានប្លែកទេមកពីឯងមិនគ្រប់គេបានហើយលោកប្រុសអ្នកនាងតូចជាបងប្អូននៅគ្នាកុំឆ្លោះគ្នាអីមកពីគាត់ណាម៉ែដាគាត់ហ៊ានស្រែកដាក់ខ្ញុំដោយសារតែស្រីម្នាក់នោះមកពីឯងមិនចេះគ្រប់គេបានហើយលោកប្រុសអ្នកនាងតូចមកអង្គុយញ៉ាំបបរទៅចាំខ្ញុំដួសឲ្យខ្ញុំមិនញ៉ាំទេខ្ញុំមិនចង់ឃើញមុខអ្នកខ្លះពេលដែលឃើញលីសាដើរចុះមកសូនីតាក៏បានពោលពាក្យទៅកាន់លីសាហើយក៏ដើរចេញទៅខ្ញុំទៅសិនហើយម៉ែដាបងប្រុសសុំញ៉ាំឲ្យឆ្ងាញ់ជាមួយឆ្កែចាស់សូនីតាម៉ែដោះមើលចុះគេកាន់តែប្រហើនហើយសូមលោកប្រុសកុំខឹងនឹងអ្នកនាងតូចអីនាងនៅក្មេងណាស់មិនដឹងអីទេនៅក្មេងទៀតមែនទេអាយុ20ឆ្នាំហើយណាមានរឿងអីមែនទេបងលីសាក៏ដើរចូលធ្វើជាសួរទៅភិរមទាំងគេដឹងរឿងគ្រប់យ៉ាងគ្មានរឿងអីទេមកអង្គុយមកអូនចាបងម៉ែដោះដួសបបរមកចាម៉ែដោះក៏បានដួសបបរឲ្យគេទាំងពីរនេះកាត់អីមកដូចគេចង់បាំងអេឡាជាមិត្តភក្តិរបស់សូនីតាហើយនាងក៏បានលួចស្រឡាញ់ភិរមយូរមកហើយតែភិរមគេមិនដឹងធុញណាស់វាគ្មានស្អីក្រៅពីឆ្លោះជាមួយបងវាទេដឹងហើយនោះសួរធ្វើអីទៀតយើងបានសួរណាអេឡាវាសួរតាយើងហត់ណាស់មិនចង់ឆ្លោះទេនេះមានរឿងអីនឹងបងភិរមទៀតហើយគាត់មិនដូចមុនទេតាំងពីមាននាងស្អីគេនោះចូលមកឯងទៅថាអីឲ្យប្រពន្ធគាត់ទៅដឹងណែយើងមិននឹងឯងណាមិនក៏មិននៅខាងយើងឬក៏នៅស្រឡាញ់បងយើងទៀតដែរអត់ទេមិនបានស្រឡាញ់ទេណែសំបីយើងណាក៏នៅថាឯងនេះទៅរករឿងគេមុនដែរអើយបានហើយឈប់និយាយរកពួកឯងហើយណ៎ភ្ញៀវមកហើយគេនិយាយការពិតណាមកដូររឿងអើយធុញពួកឯងណាឆ្លោះគ្នាតែរហូតទៅមើលភ្ញៀវវិញតាំងពីការមកដូចរវល់ដល់ហើយមិត្តអញរកលុយចិញ្ចឹមប្រពន្ធហើយចុះប្អូនសូនីតានោះអញមិនចិញ្ចឹមនាងទេអីគេធំហើយអញនិយាយដូចម៉ែដោះយើងណាយើងមើលតែអញក៏ដូចជារស់នៅបានស្រួលដែរតាបើម៉ែឪអញទុកគេច្រើនយ៉ាងនេះឲ្យនោះមិនអាចទេណាតែចាយលុយគាត់នោះគេអាកបើចាយវាអស់បាត់ទៅហើយលោកអាសាអើយហើយអញមករកយើងមានការអីមកចង់បបួលអញទៅខ្លាំទៅអត់ទេយើងទៅញ៉ាំបាយជាមួយប្រពន្ធហើយមិនគិតទៅហានីមូននៅណាទេអីមិនទាន់គិតទេការងារច្រើនពេកចាំទំនេរចាំទៅអញ្ចឹងក៏អញ្ចឹងទៅយើងទៅវិញហើយគិតទៅដើរលេងទៅឯងអញចង់បានប្រពន្ធទេអីចាំយកប្អូនឯងគិតទៅប្អូនយើងយកមនុស្សអត់បានការដូចជាឯងអញ្ចឹងហ៎
ơi chờ lần dây cho mỗi anh nè. Bye bye. Lisa ជំរាបសួរលោកតុលា បានអញ្ចឹងខ្ញុំលាននាងទៅសិនហើយអាភិរមប្រពន្ធមកហើយអញដឹងហើយអញ្ចឹងខ្ញុំមិនរំខានសេចក្តីសុខអ្នកទាំងពីរទេណាបាយបាយ ចាលីសាក៏បានដើរចូលទៅក្នុងបាត់ទៅបេប៊ីអូនយកអាហារពេលថ្ងៃមកឲ្យ នេះអូនជាអ្នកធ្វើមែន បងសួរឌឺអូនមែនបងដឹងហើយតែថាអូនមិនចេះនោះអី បងនិយាយលេងតាក្រោយពីញ៉ាំបាយហើយបងនឹងនាំអូនទៅមើលកុនយ៉ាងម៉េចដែរ ហើយបងគិតចង់មើលរឿងអីទៅបង ទៅមើលរឿងបែប sweet ហ្នឹងណា ចាអញ្ចឹងបងញ៉ាំបាយសិនទៅទុកការងារសិនទៅបង អូនទៅអង្គុយសាឡុងទៅអូនបងបង្ហាញការងារបន្តិចសិន ចាលីសាក៏បានដើរទៅកន្លែងសាឡុងចាំភិរមសូនីតាភ្ញៀវតុកលេខ8កំងឡាតេស្ករ31ចាស់ដឹងហើយរក្សាដើរលើកថាសកាហ្វេទៅឲ្យភ្ញៀវស្រាប់តែបុកនឹងដុល្លារដែលដើរចូលមកអូយសុំទោសលោក មិនអីទេ លោកទៅលាងខ្លួនសិនទៅលោក បាទ ដុល្លារក៏បានដើរទៅកន្លែងបន្ទប់ទឹកបាត់ទៅណែឯងកើតអីនឹងរក្សាអើយគឺយើងដើរទៅបុកភ្ញៀវឯងទៅយកថ្មីមកឲ្យភ្ញៀវតែនៅទីនេះទុកឲ្យយើងជូនរក្សាក៏ទៅយកកាហ្វេថ្មីមិញកើតអីគឺយើងដើរទៅបុកភ្ញៀវដាក់កាហ្វេមិញសាថ្មីមកដឹងហើយភ្ញៀវមានថាអីអត់អត់ថាអីផងគាត់ទៅបន្ទប់ទឹកបាត់ហើយនេះកាហ្វេរក្សាក៏លើកកាហ្វេយកទៅក្រោយពីចេញពីបន្ទប់ទឹកគេក៏ដើរមកឃើញសូនីតាក៏ដើរមករកនាង សូនីតាសុខសប្បាយទេ បងតុលាខ្ញុំសុខសប្បាយតាបង ហើយលក់ដាច់អត់នឹង ហើយបងមិនមើលទេ ឃើញថាលក់ដាច់តា ហើយម៉ាកំងអី ណែសុំកាហ្វេខ្មៅមួយមកអញ្ចឹង នេះលោកដែលដើរបុកខ្ញុំមិញតា បាន លោកមានត្រូវត្រង់ណាអត់ បានអត់មានទេ ល្អហើយអញ្ចឹងបងនេះកាហ្វេ បានអរគុណ អ្នកទាំងពីរស្គាល់គ្នាត្រូវហើយគាត់ជាមិត្តរបស់បងភិរមតុលារៀបនឹងដើរទៅអេឡាក៏ពោលពាក្យមួយឡើងល្ងាចនេះយើងទៅមើលកុនជុំគ្នាអីតាល្អណាស់តែថ្ងៃនេះហត់ចង់ងាប់ពេលតុលាលឺគេក៏បានងាកមក ប្រមូលគ្នាទៅមើលកុនមែននង ចាបងចង់ទៅជាមួយទី បានចង់ទៅតា អ្នកណាឲ្យបងទៅគេទៅតែស្រីទេគេមិនថាមិនឲ្យប្រុសទៅឯណាហួយឯងនេះឃើញប្រុសមិនបានមកពីគាត់ស្អាតមិនគួរណាមានមិត្តដូចជាឯងសោះហើយបានហើយថ្លង់ណាស់ឆ្លោះតែគ្នាបងអាចទៅជាមួយពួកខ្ញុំបានតែត្រូវជិះឡានបងទៅហើយមិនបាច់ជិះឡានគាត់ទេឡានយើងមានតែហើយកុំឲ្យអស់សាំងច្រើនមិនមែននាងចង់ជិះជាមួយប្រុសទេអីគឺគាត់ជូនទៅស្រួលណាមួយពួកយើងចេញពីកន្លែងអាចនឹងយប់ដែរអញ្ចឹងឲ្យគាត់ជូនទៅផ្ទះបដ ாய் ទៅវាស្រួលអញ្ចឹងក៏អញ្ចឹងទៅ សម្រាប់ថាអញ្ចឹងហើយណា ចាបានប្រុសអនណាស់នាងអញ្ចឹងហើយមិនចំណែនមែនខ្ពើមណាហើយធុញណាស់រសាទៅមើលភ្ញៀវទៅដឹងហើយឯងក៏ដូចគ្នានៅឆុងកាហ្វេឲ្យល្អទេថាហើយអេឡាក៏ដើរចេញទៅក្រោយពីបញ្ចប់ការងារពួកគេហើយពួកគេទាំងពីរក៏បានចេញទៅមើលកុនបាត់ទៅណែពួកឯងទៅទិញសម្បត្តិមុនទៅហើយឯងទៅណាយើងទៅបន្ទប់ទឹកបន្តិចយើងក៏ទៅដែរអញ្ចឹងរក្សានឹងបងតុលាទៅទិញសម្បត្តិមុនទៅតាបងតុលាយើងទៅទិញសម្បត្តិរក្សាក៏ក្រៀកដៃតុលាដើរទៅទិញសម្បត្តិមុនទៅហើយអេឡានិងសូនីតាក៏ទៅបន្ទប់ទឹកបាត់ទៅសូនីតាប្អូនមកមើលកុនដែរមែនទេអ្នកណាប្អូននាងប្អូនជាប្អូនថ្លៃបងមែនទេយើងគ្មានបងថ្លៃដូចនាងទេមកអេឡាមិនបាច់ចុំមិនបាច់អីទេសូនីតាក៏បានអូសដៃអេឡាចេញពីបន្ទប់ទឹកបាត់ទៅចាំមើលណានាងសូនីតានៅពេលដែលបងនាងនៅស្រឡាញ់យើងងើបក្បាលមិនរួចពេលហ្នឹង
យើងនឹងដេញនាងចេញឲ្យបានហើយបិទហាងកាហ្វេអន់ៗរបស់នាងនោះចោលទៀតចាំមើលទៅមានអីមែនទេអេឡាបានជាសូនីតាមកអាក្រក់មើលម៉េះកុំសួរច្រើនពេកចូលទៅមើលកុនតែ ចាំបងថ្លៃអញបន្តិចសិនទៅចាំចូល ម៉ែឡារក្សាមិនបាច់ចាំពីណាទេ សូនីតាអញកាន់តែឆ្លើយហើយណាបានហើយមនុស្សច្រើនណាស់តោះស្រីចូលទៅមុនទៅមុនឯណាសម្លាញ់ជួបគ្នាពេលក្រោយ តុលាក៏បានខ្សឹបដាក់ត្រចៀកភិរម យកល្អឯងគួរទៅនាំប្រពន្ធឯងទៅដើរ shopping វិញទៅល្អជាង ថាហើយក៏ដើរចេញទៅពេលនោះលីសាក៏បានមកដល់តើបង ស្បត់រឿងយើងអស់ហើយ ហើយចោរឿងដែលបងកាន់ណាជារឿងអី វាជារឿងខ្មោចតែបងថាអូនខ្លាចអញ្ចឹងមិនបាច់មើលទេ បើបងទិញហើយចូលទៅកុំឲ្យខាតលុយណាបង មិនអីទេលុយប៉ុណ្ណឹងនោះ អញ្ចឹងតាមចិត្តបងចា អញ្ចឹងយើងទៅរកទិញអីញ៉ាំវិញហ៎យ៉ាងម៉េចដែរ ចាបងពួកគេទាំងពីរក៏បានដើរទៅបាត់ទៅ ម៉ែដោះយប់មិញសូនីតាមកផ្ទះម៉ោងប្រហែល អ្នកនាងទូចមិនឃើញមកទេលោកប្រុស មិនបានជាគេទៅគេងនៅណាមិនព្រមប្រាប់ឲ្យដឹងអញ្ចឹង ប្រហែលជាគេទៅគេងជាមួយមិត្តភក្តិទៅដឹងបងភ្លាមនោះស្រាប់តែមានទូរស័ព្ទខលមកលីសាអូនទៅលើកទូរស័ព្ទសិនណាបង បាន លីសាក៏បានដើរទៅក្រៅទៅក្រោយផ្ទះដើម្បីនិយាយទូរស័ព្ទមើលទៅដូចជាមានរឿងលាក់បាំងណាស់អាឡូ អាឡូអូនសម្លាញ់បានប្តីថ្មីភ្លេចប្តីចាស់ហើយមែនទេ ភិរមគឺជាប្តីរបស់លីសាតែភិរមមិនដឹងថាលីសាមានប្តីឡើយបងខលមកធ្វើអីបើគេចាប់បានមិនចប់ទៅហើយទេហី បងនឹកអូន នឹកខ្ញុំឬក៏នឹកលុយខ្ញុំទៅ នឹកទាំងលុយនឹកទាំងអូន ត្រូវការប្រមាណ ឲ្យបង3000មក ចាំខ្ញុំសុំគេឲ្យបានហើយប្រយ័ត្នគេចាប់បាន បាយអូនសម្លាញ់ លីសាក៏បានបិទទូរស័ព្ទហើយក៏បានដើរចូលទៅខាងក្នុងផ្ទះ នរណាគេខលមកនឹងអូន គឺបងប្រុសរបស់អូនគាត់ថាម៉ាក់គាត់ឈឺទៀតហើយបង អូនឯងមានបងប្រុសដែរហ៎ចុះពេលយើងការមិនក៏មិនឃើញគាត់មក គឺគាត់ទៅមកពីថៃខ្ញុំបានឲ្យគាត់មកមើលម៉ែវិញបង អូហើយម៉ែគាត់ឈឺអី អូនក៏មិនដឹងដែរបងប្រុសអូនថាយកគាត់ទៅពេទ្យហើយតែខ្វះលុយ ហើយត្រូវការលុយប្រមាណ គឺថា$3000 មិនអីទេប្រាប់បងប្រុសអូនទៅចាំបងឲ្យគាត់ជួយមើលម៉ែឲ្យបានល្អផងទៅណា អូនអរគុណបងច្រើនណាស់ដែលជួយគ្រួសារអូន ម៉ែអូនក៏ដូចជាម៉ាក់បងដែរតា ប្តីអូនល្អជាងគេលីសានិយាយហើយក៏ទៅថើបថ្ពាល់ភិរម ម្ចាស់ហាងយកកាហ្វេមួយ ទុកឲ្យយើងជាអ្នកយកទៅឲ្យគាត់វិញអេឡាតែគេដឹងហើយបងនេះកាហ្វេ បានអរគុណ បងត្រូវការអីទៀតប្រាប់ខ្ញុំបានណាបង បាទ